أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ប្រែថាក្នុងនាមអល់ឡោះមហាសប្បុរសមហាអាណិតស្រឡាញ់តៅសៀតខ្ញុំចាប់ផ្ដើមសូត្រគម្ពីរកូរ៉ាននឹងព្រះនាមអល់ឡោះនិងសូមជំនួយពីទ្រង់ដោយសូមពីទ្រង់ឲ្យផ្ដល់នូវពរជ័យតាមរយៈការរំលឹកព្រះនាមទ្រង់ផងដែរជាការពិតណាស់នៅក្នុងពាក្យប៊ីស្មិលឡាហ៍នេះមានផ្ទុកទៅដោយព្រះនាមដ៏ល្អប្រពៃរបស់អល់ឡោះចំនួន3គឺ 1. អល់ឡោះមានន័យថាអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតវាជាព្រះនាមពិសេសដោយឡែកសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ហើយគេមិនប្រសិទ្ធនាមនេះចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ 2. អល់រ៉ហ្មានមានន័យថាអ្នកដែលមានក្តីមេត្តាករុណាដ៏ទូលំទូលាយវាជាក្តីមេត្តាពីខ្លួនរបស់ទ្រង់ផ្ទាល់ 3. អល់រ៉ហ៊ីមមានន័យថាអ្នកដែលមានក្តីមេត្តាករុណាជាពិសេសវាគឺជាក្តីមេត្តាសម្រាប់អ្នកដែលទ្រង់មានចេតនាក្នុងចំណោមមកឃ្លោកអ្វីៗទាំងអស់ដែលអល់ឡោះបានបង្កើតរបស់ទ្រង់ហើយក្នុងចំណោមពួកគេនោះគឺបណ្ដាអ្នកមានជំនឿក្នុងចំណោមខ្ញុំអំរើទាំងឡាយរបស់ទ្រង់